understand บอกថាយល់បាទដល់ពេល understood បែរថាបានយល់ everything បើថាគ្រប់យ៉ាងណា my heart បេះដូងរបស់ខ្ញុំ broke ពាក្យថា break យើងបែរបែកខ្ទេចបេះដូងរបស់ខ្ញុំយ៉ាងម៉េចខូចខ្ទេចហ្មងខ្ទេចបេះដូងខ្ញុំឈឺចាប់យើងបកថាឈឺចាប់ក៏បានដែរ but ជាបកថាប៉ុន្តែ my face stay calm ប៉ុន្តែទឹកមុខនៅតែធម្មតានៅតែស្ងំស្ងៀមទឹកមុខនៅតែស្មើដដែលណាក្នុងន័យ I nodded ពាក្យ nod នេះบอกថាងក់ក្បាល and said នេះគេ said បានងក់ក្បាលហើយនិយាយថាម៉េច all right my son all right ស្មើពី okay the next morning ព្រឹកស្អែក he lifted me lift បើសិនសម្រាប់លើរបស់របរគឺលើក me onto បែរទៅលើដាក់ទៅលើ his back ខ្នងអញ្ចឹងគាត់លើកខ្ញុំដាក់លើខ្នងរបស់គាត់អញ្ចឹងអត្ថន័យនេះយើងបកចូលគ្នាប្រែតែម៉េចខ្មែរយើងជមើលសកម្មភាពមកគាត់ធ្វើអីគាត់អ៊ីវខ្ញុំអ៊ីវហ្នឹងហើយណាបាទអញ្ចឹងពេលដែលយើងបកប្រែគ្នាយើងត្រូវមើលអត្ថន័យនឹងឲ្យវាត្រូវជាមួយនឹងខ្មែរយើងផងណាបាទកុំចេះតែប្រែឲ្យតែត្រូវតាមពាក្យអង់គ្លេសតែពេលបកមកខ្មែរស្ដាប់អត់យល់ហ្នឹងអត់កើតទេ the path យើងបកផ្លូវជាងផ្លូវសំដៅទៅកូនភ្នំនោះវាមិន was rocky នេះបែបថាពោពេញដោយថ្ម the air នេះយ៉ាងឌិនេះបាទអក្សរនេះយ៉ាងដជាទូទៅយ៉ាងដក៏ប៉ុន្តែបើសិនជាពាក្យនៅខាងមុខវានេះណាពាក្យនៅខាងមុខវានេះចាប់ផ្ដើមដោយស្រៈគេនឹងប្រែសម្លេងទៅជាឌិចាណា the air was cool ត្រជាក់បាទ I did not ខ្ញុំមិនបាន ask บอกทำไมเนี่ยសួរ any questions ខ្ញុំអត់បានសួរសំណួរអីណាមួយទេអាខ្លះនេះយើងបកបែរថាខណៈពេលដែល we climb បកថាឡើងដើមឈើឡើងភ្នំនោះឯង climb as we climb higher បកខ្ពស់ដល់ពេល higher កាន់តែខ្ពស់ឬក៏ខ្ពស់ជាង his របស់គាត់ breathing បែរថាដង្ហើម became នេះយើងបកថាប្រែជាឬក៏ប្រែជា heavy មានធ្ងន់ដកខាងធ្ងន់ទៀត and his steps ហើយជំហានរបស់គាត់ became ប្រែជា slow យឺតឬក៏មួយ Iខ្ញុំ look around មានអីមើលជុំវិញមើលជុំវិញណា and thought sing ណា thought about my life បើថាម៉េចហ្នឹងអំពីជីវិតរបស់ខ្ញុំ and thought about my life លោកនេះគិតពីជីវិតរបស់ខ្ញុំអនិច្ចាអញហើយចឹងណាគាត់ភ័យដែរមើលទៅគាត់ណាដល់ទីខ្ពស់ហើយដល់ភ្នំកាន់តែខ្ពស់ហើយចឹងគាត់ចាប់ដើមសម្លឹងមើលឥឡូវមើលទៀត